នៅពេលនារីនោះលោតចូលក្នុងអាងនាងបានបោកក្បាលយ៉ាងខ្លាំងទៅនឹងកែមបាតអាងឈាមចាប់តាមហូរចេញពីរបួសលើថ្នែហើយនាងវិលមុខមិនអាចហែទឹកបានទៀតឡើយឆ្កែតូចរបស់នាងដែលឈរនៅក្បែរអាងបានប្រុសយ៉ាងខ្លាំងហើយរត់ជុំវិញមាត់អាងដូចជាកំពុងសុំឲ្យគេជួយម្ចាស់របស់វាបុរសដែលកំពុងសម្រាកនៅក្បែរនោះបានឮសំឡេងប្រុសនិងឃើញនារីកំពុងលិចក្នុងទឹកដោយមិនស្ទាក់ស្ទើរគាត់បានលោតចូលអាងហែទៅរកនាងភ្លាមៗគាត់ប្រុងប្រយ័ត្នចាប់ត្រងៀងដើម្បីកុំឲ្យរបួសកាន់តែធ្ងន់រួចលើកក្បាលនាងឲ្យផុតពីទឹកក្នុងអាងប្រែជាក្រហមបន្តិចដោយសារឈាមពីរបួសលើក្បាលបុរសនោះខំប្រឹងហែត្រឡប់មកមាត់អាងទោះបីការអូសនារីដែលសន្លប់ធ្វើឲ្យគាត់ហត់នឿយក៏ដោយនៅទីបំផុតគាត់បាននាំនាងឡើងលើគោកដោយសុវត្ថិភាពឆ្កែតូចរត់មកក្បែរម្ចាស់របស់វាលិតដៃនាងនិងប្រុសមិនឈប់បុរសនោះបានសង្កត់កន្លែងរបួសដើម្បីបន្ថយការហូរឈាមហើយស្រែកហៅអ្នកនៅជិតនោះឲ្យតាក់ទងរថយន្តសង្គ្រោះបន្ទាន់ប៉ុន្មាននាទីក្រោយមកស៊ីរ៉ែនរថយន្តសង្គ្រោះបានលឺពីចម្ងាយក្រុមសង្គ្រោះបានមកដល់ភ្លាមធ្វើការព្យាបាលបឋមនិងដឹកនារីទៅមន្ទីរពេទ្យមុនពេលរថយន្តចេញដំណើរនាងបានបើកភ្នែកបន្តិចសម្លឹងមើលបុរសដែលបានជួយសង្គ្រោះនាងហើយញញឹមទាំងខ្សោយដូចជាកំពុងអរគុណគាត់ពីជម្រៅចិត្តបន្ទាប់ពីនារីនោះលោតទឹកខុសទៅហើយបុកក្បាលនឹងកែមអាងហែលទឹករហូតមានឈាមហូរបុរសដែលនៅក្នុងអាងបានប្រញាប់ជួយសង្គ្រោះនិងហៅរថយន្តសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យវេជ្ជបណ្ឌិតបានពិនិត្យឃើញថានាងរងរបួសក្បាលនិងមានការប៉ះទង្គិចខួរក្បាលកម្រិតស្រាលពួកគេបានបញ្ឈប់ឈាមថតស្កេនក្បាលនិងទុកនាងឲ្យសម្រាកតាមដានអាការរយៈពេល24ម៉ោងឆ្កែរបស់នាងត្រូវបានបុរសនោះមើលថែជាអន្តរអាសិនហើយរងចាំនៅមន្ទីរពេទ្យពេលនាងភ្ញាក់ឡើងនាងមានអារម្មណ៍មើលមុខបន្តិចប៉ុន្តែអាចនិយាយបានធម្មតានាងបានដឹងថាបុរសម្នាក់នោះជាអ្នកជួយសង្គ្រោះជីវិតរបស់នាងហើយបានអរគុណគាត់យ៉ាងជ្រាលជ្រៅប៉ុន្មានថ្ងៃក្រោយនាងបានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញដោយទទួលបានការណែនាំពីវេជ្ជបណ្ឌិតឲ្យសម្រាកនិងជៀសវាងសកម្មភាពដែលអាចប៉ះទង្គិចក្បាលម្ដងទៀតព្រឹត្តិការណ៍នោះបានធ្វើឲ្យនាងប្រុងប្រយ័ត្នជាងមុននៅពេលទៅអាងហែលទឹកហើយនាងក៏រក្សាទំនាក់ទំនងជាមួយបុរសដែលបានជួយនាងក្នុងនាមជាមិត្តដ៏ល្អម្នាក់ក្រោយពីនារីនោះបានជាសះស្បើយពីរបួសក្បាលនៅមន្ទីរពេទ្យនាងបានសម្រេចចិត្តចាត់ចេញដើម្បីស្វែងរកបុរសដែលបានលោតចុះជួយសង្គ្រោះនាងនៅអាងហែលទឹកនាងសួរព័ត៌មានពីបុគ្គលិកមន្ទីរពេទ្យនិងអ្នកនៅកន្លែងកើតហេតុរហូតដល់បានជួបគាត់ម្ដងទៀតបុរសនោះមិនមែនជាអ្នកមានទេប៉ុន្តែជាមនុស្សសាមញ្ញមានចិត្តល្អនិងខិតខំធ្វើការជួបគ្នាវិញធ្វើឲ្យអ្នកទាំងពីរចាប់តាមស្គាល់គ្នាកាន់តែជិតស្និទ្ធនាងអរគុណគាត់ដែលបានសង្គ្រោះជីវិតហើយបន្តរក្សាទំនាក់ទំនងជាមិត្តក្រោយមកអ្នកទាំងពីរបានចាប់ផ្ដើមអាជីវកម្មតូចមួយជាមួយគ្នាដោយសារការខិតខំប្រឹងប្រែងនិងភាពស្មោះត្រង់អាជីវកម្មរបស់ពួកគេរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្មានឆ្នាំក្រោយពួកគេក្លាយជាអ្នកជំនួញជោគជ័យមានជីវភាពធូរធារនិងជួយអ្នកខ្វះខាតជាច្រើននៅទីបញ្ចប់នាងតែងនិយាយថាថ្ងៃដែលខ្ញុំជួបគ្រោះថ្នាក់គឺជាថ្ងៃអាក្រក់បំផុតក្នុងជីវិតប៉ុន្តែក៏ជាថ្ងៃដែលនាំខ្ញុំទៅជួបមនុស្សដែលផ្លាស់ប្ដូរជីវិតខ្ញុំដែរ